ពីខាងទីកសិកម្មខេត្តបាត់ដំបងចង់ឲ្យបងប្រាប់ពីបង្ហាញខ្លួនក៏ដូចជាឈ្មោះខសហគមន៍បងហើយនឹងទីតាំងសហគមន៍បងស្ថិតនៅភូមិណាស្រុកណាដែរទៅបងបាទចា៎បាទជំរាបសួរអ្នកគ្រូចា៎ខ្ញុំបានឈ្មោះហ៊ុនវត្ថាជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មបន្លឺថ្មីបច្ចុប្បន្នចា៎ដែលមានទីតាំងនៅក្នុងឃុំបច្ចុប្បន្នស្រុកភ្នំព្រឹកខេត្តបាត់ដំបងចា៎ចង់ដឹងផងដែរថាតើសហគមន៍បងមានសមាជិកចូលរួមប្រហែលជាប្រមាណអ្នកណាបងតាមពិតទៅសហគមន៍យើងចាប់ផ្ដើមតាំងពីឆ្នាំ2009មកម្លេះប៉ុន្តែគ្រាន់ថាកាលនោះគឺយើងបដោតទៅលើដំណាំទូទៅដែលមានពោតហើយដំឡូងក្រោយមកឆ្នាំ2019ដែលយើងថាមុនកូវីដបន្តិចនេះគឺយើងបានសាកល្បងដាំបន្លែដែលយើងបដោតតែបន្លែនៅក្នុងផ្ទះសំណាញ់ទេចា៎អញ្ចឹងដោយឡែកក្នុងការដាំដុះបន្លែនេះគឺយើងមានសមាជិកចូលរួម67គ្រួសារដែលដាំដុះកាលពីឆ្នាំ2019ប៉ុន្តែដល់ឥឡូវនេះគឺយើងមានច្រើនដល់ទៅ150គ្រួសារហើយចាចាដល់ក្រុមការងារយើងចូលមកដល់ឃើញថាដំណាំច្រើនមែនទែនបងអញ្ចឹងចង់ដឹងថាតើផ្ទៃដីសរុបដែលបងធ្វើការដាំដុះដំណាំបន្លែទេតើផ្ទៃដីចំនួនប្រហែលជាប្រមាណហិកតាដែរបងនៅទីនេះដោយសារយើងបដោតជារួមគឺយើងបដោតទៅលើដំណាំដែលដាំក្នុងផ្ទះសំណាញ់អញ្ចឹងហើយបច្ចុប្បន្នមានការសាងសង់បន្តរហូតតែបច្ចុប្បន្ននេះគឺយើងមាន425ផ្ទះសំណាញ់ដែលក្នុងកម្រិត10x25ដែលផ្ទះសំណាញ់មួយហ្នឹង250ការ៉េ250ម៉ែត្រការ៉េហើយក៏មានផ្ទះសំណាញ់ទូចដូចជា10x10នោះប្រហែលជាខ្ទង់20ជាងផ្ទះសំណាញ់ទៀតយើងក្រុងធ្វើថែមឥឡូវនេះកំពុងធ្វើតែអត់ទាន់ហើយណាខ្ទង់50ជាងបើសរុបទៅវាចង់ចូល500ផ្ទះសំណាញ់ហើយបើយើងគិតជាផ្ទៃដីវិញគឺវាមានដំណាំខ្លះដែលយើងអាចដាំខាងក្រៅបានតែជារួមសម្រាប់តែផ្ទៃដីដាំដុះបន្លែសវត្ថិភាពនេះគឺយើងមាន22ហិកតា22ហិកតាឃើញថាផ្ទៃដីធំអញ្ចឹងចង់ឲ្យបងជួយប្រាប់ពីឈ្មោះបន្លែនិងដំណាំផ្សេងដែលបងបានដាំដុះអញ្ចឹងណាបងថាតើមានដំណាំអ្វីខ្លះដែលបងធ្វើការដាំដុះសប្តាហ៍ថ្ងៃនេះអញ្ចឹងណាបងបាទសម្រាប់សហគមន៍បន្លឺថ្មីពេជ្រដានេះដោយសារយើងចាប់ផ្ដើមចងក្រងដែលមានក្រុមផលិតហើយយើងធ្វើតាមលំដាប់ផែនការផលិតកម្មចា៎ជាងហើយយើងមានដំណាំគោលដែលយើងបដោតទៅលើ6មុខសំខាន់គឺមានពេកក្តោបនេះគឺចាបងពេកក្តោបនេះគឺជាដំណាំដែលយើងគិតថាភ្នំព្រឹកកាលណាយើងនិយាយថាពេជ្រដាភ្នំព្រឹកគឺគាត់ស្គាល់ឲ្យក្តោបពេជ្រដាភ្នំព្រឹកហ្នឹងដំណាំគោលបន្តមកទៀតយើងមានខណ្ឌណាផ្កាសចាខណ្ឌណាផ្កាខៀវដែលយើងថាប្រូកូលីចាបងហើយយើងមានខណ្ឌណាផ្កាលឿងក៏យើងដាំបានធំល្អចាបងយើងមានពេញប៉ោះឈើរីមានម្ទេសហាវ៉ៃអានឹងសត្វជាដំណាំដែលគឺថាភ្នំព្រឹកយើងអាចដាំបានពេញមួយឆ្នាំចាហើយក្រៅពីនោះយើងមានបៃកញ្ញាញ់បៃតឿហើយក៏មានដំណាំផ្សេងទៀតដែលគិតថាជាតម្រូវការទីផ្សារអញ្ចឹងយើងសរុបមកជាង10មុខនេះគឺយើងបានរៀបចំដាំដុះរហូតដល់ឥឡូវនេះគឺយើងអាចឲ្យកសិករគាត់ដាំខ្ទឹមបារាំងក៏គាត់ដាំបានណាខ្ទឹមបារាំងយើងយកមើមហ្នឹងចាហើយនឹងទៅសក់ប៉ែមក៏យើងមានដែរយើងជាបន្ថែមទៀតតាមការស្ដាប់ការរៀបរាប់របស់បងទៅចង់សាកសួរបងថាតើនៅក្នុងមួយថ្ងៃសម្រាប់ការប្រមូលផលទៅទីផ្សារហ្នឹងបងអាចវាយជាមធ្យមថាអាចប្រមូលផលបានក្នុងមួយថ្ងៃអាចបានប្រហែល100គីឡូអីដែរទៅបងបច្ចុប្បន្នគឺយើងអាចប្រមូលបានចន្លោះពី2ទៅ2តោនកន្លះគឺដោយសាររោងយើង500ខ្នងចាហើយយើងមានគោលដៅធ្វើបន្ថែមឲ្យបាន1000ខ្នងដែលយើងគិតថាមួយថ្ងៃគឺយើងអាចប្រមូលផលបាន5តោនព្រោះជាគោលដៅដែលសហគមន៍ចង់បានព្រោះយើងគិតថា2តោនកន្លះគឺបើគិតតែរឿងទីផ្សារវាដូចជាតិចមែនទេបើធៀបជាមួយនឹងការដាំដុះបន្លែទីវាលឆ្នាំ2025ឬក៏2026ដើមឆ្នាំ2026យើងនឹងក្រុងសាងឲ្យបាន1000ខ្នងតែអាចគឺថាអាចនាំចេញចម្រោះគ្រប់មុខជាង10មុខនោះឲ្យបាន5តោនក្នុងមួយថ្ងៃ
ចាបងស្ដាប់តាមការរៀបរាប់របស់បងគឺយើងបានដឹងថាដូចជាមានដំណាំបន្លែប្រហែលជាង10មុខ10ប្រភេទចឹងបងតើបងទទួលបានការគ្រប់គ្រងនិងទទួលបានបច្ចេកទេសល្អពីវិធីសាស្ត្រដាំដុះអញ្ចឹងពីខាងណាដែរបងអាចជួយរៀបរាប់ប្រាប់ខាងខ្ញុំបានទេបាទកន្លងមកយើងមានការគ្រប់គ្រងខ្លាំងមែនទែនពីមន្ទីរកសិកម្មខេត្តបាត់ដំបងជាពិសេសគឺការការិយាល័យសហគមន៍ក៏ដូចជាការិយាល័យક્ષេត្រសាស្ត្រដែលលោកបរៀនពីការអនុវត្តកសិកម្មល្អចា៎ព្រោះនិយាយរួមបន្លែរបស់យើងនេះគឺសមាជិកភាគច្រើនគាត់បានវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកសិកម្មល្អដែលយើងហៅ KMKF ណាចា៎អញ្ចឹងការទទួលបានវិញ្ញាបនបត្រនេះគឺមានការបរៀនបើនិយាយពីការបរៀនសឹងថារាល់តែឆ្នាំកសិករតាំងពីមានពីស្វាយមករហូតដល់បន្លែហើយយើងព្យាយាមឲ្យកសិករហ្នឹងគាត់អនុវត្តកសិកម្មល្អដើម្បីធានាបាននៅគុណភាពបន្លែរបស់គាត់គឺគោលដៅគឺសុវត្ថិភាពសម្រាប់អ្នកហូបអ្នកបរិភោគចុងក្រោយហ្នឹងឯងចា៎ចឹងហើយបានជាយើងគិតថាយើងត្រូវតែធ្វើបន្លែក្នុងផ្ទះសំណាញ់ឲ្យបានច្រើនដើម្បីឲ្យអ្នកដែលគាត់ហូបហ្នឹងគាត់មានជំនឿមានទំនុកចិត្តពីគុណភាពពីសុវត្ថិភាពនៃផលិតផលរបស់យើងចាជាចុងក្រោយនេះបងអូនចង់ឲ្យបងមានជាពាក្យពេចន៍អ្វីឬជាការសំណូមពរអ្វីដល់បងប្អូនប្រជាកសិករឬក៏តាមបណ្ដាស្ថានភាពមួយចំនួនដើម្បីឲ្យគាត់មានទំនុកចិត្តហើយជួយគ្រប់គ្រងផលិតផលដំណាំក្នុងស្រុកជាពិសេសគឺដំណាំសហគមន៍ពលឺពេជ្រចិន្តានៅស្រុកភ្នំព្រឹករបស់បងសម្រាប់ខ្ញុំផ្ទាល់ដែលជាប្រធានសហគមន៍ក៏ដូចជាបងប្អូនយើងដែលជាសមាជិកសហគមន៍ដែរគឺសូមសនំពោដល់បងប្អូនដែលជាអ្នកបរិភោគដូចជាប្រជាជនទូទៅជាពិសេសក៏ដូចជាម្ចាស់សន្តាគារឬក៏ខាង restaurant ក៏សូមជួយគ្រប់គ្រងបន្លែខាងសហគមន៍ពេជ្រចិន្តាដោយសារយើងគិតថាយើងចង់ឲ្យបងប្អូនដែលគាត់ជាអតិថិជនរបស់សន្តាគារឬក៏របស់ភោជនីយដ្ឋានហ្នឹងទទួលបាននៅបន្លែដែលមានគុណភាពសុវត្ថិភាពដល់ពួកគាត់បានហូបដែរចា